Hello, xin chào mọi người. Xin cùng một kênh video thay mới với đây video này nó bằng hành mọi người em bây giờ việc đó. Đây cậu đây nè account gọi là Vivo Y15s để chỉประเภท CPU MediaTek ở đây là custom DS là unlock thu. Ok,รูปเรียงវាដូចយើងមើលឃើញគឺយើងអាចចំណាំបានជា model Vivo Y15s ហើយរបៀបឆៃ model ក៏ខ្ញុំចូលអនបង្ហាញដែរអញ្ចឹងខ្ញុំសូមរំលងកន្លែងហ្នឹងតោះទៀតយើងចូលកន្លែង Vivo នៅក្នុងលើ unlock 2ហើយវា model របស់យើងមកគឺ Vivo Y15s យើងវាយ Y15s មកអូខេបងប្អូនឃើញពាក្យថា preload custom DA preload custom DA preload custom DA គឺតម្រូវបងប្អូនរើសគ្រីសpreload ហើយជាមួយនឹង custom DA ផងបាទយើងអាចធ្វើបានមិនថាមុខងារហ្នឹងគឺជាមុខងារអីទេបងប្អូនត្រូវតែរើសសិនបាទយើងអាចធ្វើបានអញ្ចឹងជាដំបូងខ្ញុំឃើញគេគ្រីសស្រាប់ហើយគឺpreload out ហ្នឹងហើយកន្លែង custom DA នេះក៏ auto select ដែរប៉ុន្តែបើសិនជា auto select ទេបងប្អូនក៏ select មករើសយក custom DA 2025ដែល Vivo Y15s គឺរឿងហ្នឹងហើយយើងចុចមុខងារដែលយើងចង់ធ្វើមកបងប្អូនចង់ add HLP ឬក៏ factory reset បូក HLP អញ្ចឹងខ្ញុំត្រូវការ factory reset បូក HLP ខ្ញុំចុច stop preload factory reset បូក HLP ពាក្យថា preload មានន័យថានៅពេលដែលយើងបិទទូរស័ព្ទដល់ខ្សែចូលវានឹង score MediaTek preload នេះទៀតបងប្អូនឃើញហើយខ្ញុំក៏រាប់បង្ហាញច្រើនដែរលើទូរស័ព្ទអត់ពិបាកទេ Vivo គឺគ្រាន់តែបិទទូរស័ព្ទដល់ខ្សែចូលទេអត់ត្រូវការចុច volume អីទេបងប្អូនអូខេនៅពេលដែលដោតទៅនៅខាងលើគេដាក់ MediaTek preload USB Vcom ហើយលឿនមែនតើគឺគ្រាន់តែ read info នៅលើទូរស័ព្ទហើយចុច MK error automatic មក error ពីនឹង user data ហ្នឹងគឺ automatic មកអញ្ចឹងមានថាឥឡូវយើងអាចដោះ account អង្គនឹងលេខកូដដៃគឺបានហើយលឿនបងប្អូនឃើញរាល់ពេលដែលបងប្អូនជួប model ណាមួយហើយបងប្អូនឃើញពាក្យថា preload custom DA គឺបងប្អូនរើសបែបមួយដូចគ្នាអត់រើសអត់ត្រូវការទៅ select អីទេហើយបងប្អូនក៏អាចចូលកន្លែង MediaTek ហើយរើសយក preload out នៅត្រង់នេះអស់មកក្រោមវាពាក្យ custom DA ហើយចុចពី select និងកន្លែង DA ver នេះបងប្អូនអស់មកក្រោមរើស Vivo MDK all V5 2025ដូចគ្នាដូចទៅនឹងកន្លែងមិញដូចគ្នាហើយកន្លែងនេះខ្ញុំអាសាប្រើមែនទេព្រោះពេលខ្លះខ្ញុំត្រូវការដោះ HLP ឬក៏ខ្ញុំត្រូវការ write program ខ្ញុំត្រូវការ backup ខ្ញុំចូលមកកន្លែងហ្នឹងវាមានមុខងារច្រើនអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺត្រូវតែរើសយក preload out សិនហើយបានរើសយក custom DA បានយើងអាចធ្វើមុខងារណាមួយដែលយើងចង់ធ្វើបានឥឡូវខ្ញុំសាក format data ដូចគ្នាហើយយើងបិទទូរស័ព្ទដល់ខ្សែចូលវានឹងបញ្ជាDA ដែលយើងបាន select ហ្នឹង DA ដែលយើងបាន select ហ្នឹងទៅ read info ព័ត៌មានលើទូរស័ព្ទហើយនឹងចាប់ផ្ដើមទៅធ្វើទៅតាមអ្វីដែលយើងបានបញ្ជាគឺយើងចង់ add HLP ឬក៏ factory reset បូក HLP វានឹងទៅតាមយើងអ្វីយើងបញ្ជាអញ្ចឹងនេះជាទង្វើជា process នៃការងារដែលវាធ្វើហើយកន្លែង MediaTek នេះគឺមានមុខងារចឹងបងប្អូនអាសាប្រើទៅវាល្អពេលខ្លះយើងត្រូវការ read backup ឬក៏ធ្វើនៅមុខងារចំនួនធំគឺបងប្អូនមកធ្វើកន្លែងហ្នឹងតែត្រូវតែរើស preload out ហើយនឹង custom DA សិនអូខេនៅលើទូរស័ព្ទបើសិនជា preload automatic ឲ្យយើងបើកចេញក៏បើកចេញទៅបើសិនជាវាអត់ទេវាឲ្យយើង verb មួយទៅហើយ model នេះជា model Vivo Y15s ជា model ដែលធ្លាប់តែដោះសារឥឡូវគឺយើងមិនបាច់ចាំដោះសារទេហើយជាធម្មតាទេបងប្អូននេះហៅ game over ទីគេនឹងបិទវិញតែគាត់ថាបិទនៅពេលណាយើងអត់ច្បាស់ទេនៅពេលដែលគេបិទយ៉ាងម៉េចនៅពេលដែល program ហ្នឹងក្រុមហ៊ុននៅតែផ្គត់ផ្គង់ឲ្យមានថានៅតែបញ្ចេញ version ថ្មីឲ្យអញ្ចឹងគេនឹងផលិត version ថ្មីដែលដាក់ DA ថ្មីអញ្ចឹងដាក់ DA ថ្មីគឺនៅពេលហ្នឹងគឺ unlock tool ឬក៏ tool ផ្សេងគឺធ្វើអត់បានទេអញ្ចឹងយើងត្រូវតែដោះសារមកបន្តនិយាយទៅរឿងនេះគឺវាទៅមកអញ្ចឹងបានបងប្អូនធ្លាប់ឃើញថាវាដោះបានបន្តមកដោះអត់បានបន្តមកដោះបានបន្តមកបានគឺវាបែបហ្នឹងហើយដោះបានដែលពេលខ្លះយើងឃើញគេផុសឬក៏ខ្លួនយើងធ្លាប់ធ្វើដដែលហ្នឹងគឺដោយសារតែទូរស័ព្ទហ្នឹងវានៅ version ចាស់ទូរស័ព្ទដែលយើងកំពុងជួបហ្នឹងនឹងដៃហ្នឹងវាចូលឲ្យកូដហ្នឹងគឺវានៅ version ចាស់អញ្ចឹងមិនយើងធ្វើដែរហើយកន្លែងហ្នឹងគឺបងប្អូនអាចចូលទៅក្នុង mobile phone នៅលើទូរស័ព្ទហើយអស់មកក្រោមរកពាក្យ Android Security Patch បងប្អូននឹងឃើញហើយនៅត្រង់ Android Security Patch នេះតើខែណាឆ្នាំណាបើសិនជាគេដាក់នៅឆ្នាំ2024ឬក៏ពេលក្រោយ2025មានន័យថាវាបាន update មក build version ខ្ពស់ហើយអញ្ចឹងយើងធ្វើបានឬក៏យើងត្រូវធ្វើបាននៅបច្ចុប្បន្នភាពរបស់យើងហ្នឹង
ចាំបើសិនជាពេលក្រោយ unlock 2 update ពេលក្រោយ software update ទៅយើងក៏ធ្វើបានទៅតាមហ្នឹងអូរឿងញ៉ៃរឿងវល់តិចគឺតើតើកន្លែងហ្នឹងគឺបងប្អូនអាសាសួរខ្ញុំថាថ្ងៃមុនខ្ញុំធ្វើបានសោះឥឡូវមិនធ្វើបានដោយសាររឿងហ្នឹងអូខេវីដេអូមានប៉ុណ្្នឹងឯង